សួស្តីបងប្អូនថ្ងៃនេះខ្ញុំមានស្លាប់មន់ចង់ធ្វើស្លាប់មន់បើបងប្អូនឥឡូវនេះខ្ញុំចង់បង្ហាញបងប្អូនពីរបៀបវះដកឆ្អឹងចេញណាបងប្អូននេះអានេះខ្ញុំធ្វើធំអានេះធ្វើទូអញ្ចឹងណាធ្វើធំមាន2កលៈអញ្ចឹងបងប្អូន2កលៈហ្នឹងយើងបានធំហ្នឹងកុំឲ្យខាត់ពេលយូរបងប្អូនមកទស្សនាពីវិធីជាយកឆ្អឹងចេញជាមួយខ្ញុំទាំងអស់គ្នាហើយកបាត់បងប្អូនយកកបាត់មានកបាត់ទូជាងនេះក៏បានដែរបងប្អូននេះស្លាប់មន់ហ្នឹងណារៀងវែងតិចមកពីយើងជាយើងអត់ចង់កាត់តដើម្បីឲ្យបងប្អូនមើលឲ្យបានច្បាស់ចឹងណាបងប្អូនហើយវាដាក់នៅលើជ្រុញដូចខ្ញុំចេះស្រួលបងប្អូនយើងជាតសៃចេញវាជាប់តសៃហ្នឹងយើងជាតសៃចេញឲ្យអស់មកហើយធ្វើម៉េចកុំឲ្យជាដៃកុំឲ្យលហើយស្បែកដើម្បីយើងញាត់វាទៅយើងនេះហើយឆ្អឹងកដានេះបងប្អូនអាឆ្អឹងស្លាប់មន់នេះវាប្រែកជា2យើងពុះវាពុះជា2មកហើយយើងคลิปប្រាប់បងប្អូនមុននេះយើងកាច់អានេះខ្ញុំកាច់វាអញ្ចឹងណាកាច់វាអញ្ចឹងហើយយើងវះសរសៃចេញហើយយើងដាក់នៅលើជ្រុញអញ្ចឹងយើងសកាត់ចុះអញ្ចឹងបងប្អូនស្រួលដកឆ្អឹងនេះបានឆ្អឹងអញ្ចឹងណាហើយនៅឆ្អឹងមកជាហៀងទៀតបងប្អូនកុំកាន់ណាកុំកាន់វះដាក់ជ្រុញដូចខ្ញុំអញ្ចឹងវះវាស្រួលនេះហើយនេះស្លាប់មន់យើងបានមកកណាត់ហើយវិធីវះទាំងមូលចេះទាំងធំចេះក៏ធ្វើរបៀបដូចគ្នាដែរបងប្អូនមុនយើងវះយើងកាច់ស្លាបសិនកាច់ឆ្អឹងវាកលៈឆ្អឹងហ្នឹងបងប្អូនកាច់វាចឹងមកហើយទៅយើងវះដូចមកកណាត់ខាងក្រោមនេះមិនអញ្ចឹងណានេះយើងវះជុំវិញអញ្ចឹងមកដាក់លើជ្រុញដូចខ្ញុំអញ្ចឹងបងប្អូនវាអត់កលាច់មុតដៃស្រាវដែរតើវះនេះហ่ะមិនតែมันស្រាវទេបងប្អូនអានេះយើងវះយកស្លាប់មកឲ្យឃើញវែងធំល្អបងប្អូនយើងវះឲ្យអស់តសៃកាត់ក្បាលឆ្អឹងលើហ្នឹងកាត់កន្លងជុំវិញអញ្ចឹងមកឲ្យអស់តសៃជាប់តសៃវាបានយើងរុញសាច់ចុះក្រោមទៅវាស្រួលបងប្អូនដាក់លើជ្រុញដូចខ្ញុំអញ្ចឹងឃើញទេស្រួលនេះជាប់តសៃទៀតយើងកាត់មកកណាត់មុនខ្ញុំធ្វើបង្ហាញនេះខ្ញុំធ្វើមកកណាត់ខាងលើឲ្យបងប្អូនមើលហើយទៅយើងដកវាមកនេះហើយមកកណាត់លើរៀងពិបាកបន្តិចមកពីវាមានតសៃធំជាងខាងក្រោមហើយបងប្អូនប្រយ័ត្នផងកុំឲ្យវាលហើយស្បែកព្រោះយើងទុកញាត់សាច់ដំបូងរៀងពិបាកបន្តិចប៉ុន្តែយើងវះបាន2 3ទៅយើងវាស្រួលបងប្អូនយើងចេះតិចនិចវះវាអញ្ចឹងបងប្អូនដកបានដកបានមកកលៈហ្នឹងណាអានេះមកកលៈលើមិញមកកលៈក្រោមនេះមិញខ្ញុំធ្វើបង្ហាញបងប្អូនរួចហើយអញ្ចឹងមានតែប៉ុណ្្នឹងឯងបងប្អូនជួយចុច like ជួយ share ខ្ញុំម្នាក់មួយផងដើម្បីឲ្យបងប្អូនណាដែលគាត់អត់ទាន់ចេះធ្វើហើយគាត់មកធ្វើស្លាប់មន់បោកបានញ៉ាំទាំងអស់គ្នាខាងក្រោមនេះស្រួលបងប្អូនអត់សូវពិបាកខាងលើខាងលើយើងពិបាកមកពីតសៃវាច្រើនខាងក្រោមនេះស្រួលដាក់សកត់នៅលើជ្រុញយើងអញ្ចឹងបងប្អូនសកត់វាមកនេះឃើញទេស្រួលហើយមួយបាត់ស្លាប់មន់បោកខ្ញុំអូខេកុំភ្លេចទៅធ្វើញ៉ាំទាំងអស់គ្នាបងប្អូនណាអត់ទាន់ចេះពីរបៀបហូតឆ្អឹងធ្វើមន់បោកបងប្អូនអូខេអរគុណច្រើនជម្រាបលាបាយបាយ